បន្ទាប់ពីមានចំនួនទឹកភ្លៀងពី3ឆ្នាំជាប់គ្នាភ្លៀងនៅក្នុងតំបន់ផងនិងចំនួនទឹកភ្លៀងដែលធ្លាក់មកពីប្រទេសជិតខាងជាប់នឹងព្រំដែនផងធ្វើឲ្យខេត្តពីរគឺខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យដែលជាខេត្តជង្រុកស្រូវដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាតែងជួបនៅរដូវវស្សាព្រួយបារម្ភពីចំនួនទឹកភ្លៀងនៅរដូវប្រាំងបារម្ភនឹងភាពខ្វះទឹកស្រោចស្រពដីស្រែទៅវិញក្នុងការកាត់បន្ថយទឹកជំនន់និងភាពរាំងស្ងួតនៅក្នុងខេត្តទាំងពីរនេះក្រសួងធនធានទឹកនិងអូតូនិយមក្រោមការដឹកនាំរបស់ឯកឧត្តមលឹមគៀនហោរដ្ឋមន្ត្រីបច្ចេកទេសបានកសាងនៅផែនការយូរអង្វែងរួចហើយបច្ចុប្បន្នគម្រោងខ្លះកំពុងសិក្សានិងគម្រោងខ្លះកំពុងដំណើរការក្នុងនោះត្រូវស្ដារបលាយមេជាច្រើនខ្សែស្ដារអូស្ដារព្រែកនិងស្ដារស្ទឹងសរិសភ័ណ្ឌគួរបំណងធ្វើជាកន្លែងស្តុកទឹកផងនិងដោះទឹកឲ្យហូរបានលឿនធ្លាក់ចូលទៅបឹងទន្លេសាបដើម្បីបញ្ជៀសការជន់លិចផ្ទះសម្បែងនិងដីស្រែប្រជាពលរដ្ឋរាប់ម៉ឺនហិកតាដែលតែងតែកើតមានជារៀងរាល់ឆ្នាំនៅក្នុងក្រុងសរិសភ័ណ្ឌស្រុកអូជ្រៅនិងក្រុងប៉ោយប៉ែតដោយពិនិត្យមើលលើចាំបាច់ជាក់ស្ដែងរបស់ឯកឧត្តមលឹមគៀនហោតាមរយៈស្ថានភាពគម្រោងស្ដារប្រឡាយកុមារអតិភិបមុនគេជាប្រឡាយដោះទឹកផងនិងជាប្រឡាយស្រោចស្រពផងប្រឡាយកុមារសរុបមានប្រវែង42គីឡូម៉ែត្រតភ្ជាប់ជាមួយនឹងប្រឡាយភ្នំដីព្រៃមាន់និងមានទំនាក់ទំនងជាមួយនឹងប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកត្រពាំងថ្មប្រភពទឹកមួយដ៏ធំនៅភាគខាងជើងនៃខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកត្រពាំងថ្មកំពុងលើកកម្ពស់ទំនប់អាងបន្ថែមជុំវិញដើម្បីតម្កល់ទឹកបន្ថែមឲ្យបានច្រើនទីនេះគឺជាគម្រោងថាគម្រោងបន្លាយកុមារឬក៏ជាបន្លាយប្រជែកនៅស្រុកប្រទេសព្រះហើយនឹងស្ថិតនៅក្នុងភូមិលំលៀបបាទគម្រោងនេះគឺជាគម្រោងដ៏ធំមួយនៅក្នុងខេត្តដែលមានប្រវែង10គីឡូម៉ែត្រហើយនឹងសំណង់16កន្លែងធំគឺជាប្រព័ន្ធសំណង់ដោះទឹកបាទហើយនេះគឺជាជំហានទី1ដែលក្រសួងធនធានទឹកនិងអូតូនិយមដែលមានឯកឧត្តមលឹមគៀនហោនិងជារដ្ឋមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹកនិងអូតូនិយមលោកតែងតែមកទីនេះនៅពេលដែលខេត្តកំពុងតែជួបនៅស្ថានភាពទឹកជំនន់នៅពេលនោះគឺអាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរមូលដ្ឋានឃុំឃើញការលំបាកយ៉ាងខ្លាំងក្លាដោយសារទឹកជំនន់លិចស្រូវរាប់ពាន់ហិកតាដែលធ្វើឲ្យស្រូវម្លប់នេះគឺមិនដែលធ្វើការទេហើយដូច្នេះហើយឯកឧត្តមរដ្ឋមន្ត្រីបានចុះមកពិនិត្យឃើញផ្ទាល់លោកបានជួយដល់គម្រោងទីនេះបាទហើយឥឡូវនេះយើងកំពុងតែអនុវត្តផ្ទាល់ហើយដែលមានគ្រឿងจักរជាច្រើនពាក់ព័ន្ធទៅនឹងអាជ្ញាធរដែនដីក៏ដូចជាប្រជាជនដែលរស់នៅក្នុងស្រុកពីរគឺស្រុកនិងស្រុកលៀបព្រះនេះគឺមានការអបអរសាទរយ៉ាងខ្លាំងដល់គម្រោងដ៏ធំស្កឹមស្កៃនេះហើយដែលមានជាទ្រព្យសម្បត្តិដ៏ល្អសម្រាប់ខេត្តរបស់ខ្ញុំនេះក៏ដូចជានៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់នេះគឺមានការសប្បាយរីករាយខ្លាំងណាស់ដែលបានសមិទ្ធផលធំនេះនៅក្នុងខេត្តបន្ទាយមានជ័យបាទហើយពាក់ព័ន្ធទៅនឹងទទួលនឹងការអបអរសាទរនេះក៏ប្រជាជនមួយចំនួនធំនៅក្នុងខេត្តនេះក៏ធ្វើការសំណូមពរជាបន្តទៅទៀតនៅពាក់ព័ន្ធនឹងគម្រោងនេះទឹកប្រមាណជាយូរមួយនេះសូមឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមនឹងគឺថាសូមឲ្យជួយដល់ទៅពាក់ព័ន្ធនឹងបន្លាយរងបន្លាយអីទាំងអស់នៅទីនេះគឺថាវាមានភាពធំធេងដែលអាចស្រោចស្រពដល់10000ចិត្តទៅ20000ហិកតាឯណោះហើយបើយើងនិយាយស្រែប្រាំងវិញគឺកន្លែងនេះគឺពឹងផ្អែកទៅលើស្រូវប្រាំងទាំងមូលតែម្ដងនៅពេលខែ1ខែ2នេះគឺប្រជាជនតែងតែធ្វើស្រូវប្រាំងតែកន្លងមកនេះយើងដោយសារអត់មានបន្លាយហើយដែលធ្វើឲ្យស្រូវប្រាំងមួយចំនួននេះគឺថាពឹងផ្អែកទៅលើប្រភពទឹកឆ្ងាយដូច្នេះធ្វើឲ្យពាក់ព័ន្ធទៅនឹងមន្ទីរមានការលំបាកណាស់ដែលនាំទឹកពីឆ្ងាយមកចូលនេះហ
ហើយយើងសង្ឃឹមថាទៅផ្នែកអនាគតនោះគឺបន្លាយយើងកើតនេះយើងអាចធានាសុវត្ថិភាពដល់ស្រូវប្រាំងនិងស្រូវបារាស្រូវភាសាដែលសរុបទៅគឺ15000ទៅ20000ហិកតានេះហើយដែលអាចជួយប្រជាជនរាប់ពាន់គ្រួសារនៅក្នុងស្រុកទីគឺស្រុកបណ្ឌិតព្រះហើយនិងស្រុកអរិយក្នុងស្រុករបស់យើងនេះអញ្ចឹងយើងសង្ឃឹមថាការដែលធ្វើឲ្យរួចប្រព័ន្ធនេះទាំងមូលគឺយើងអាចជួយដល់ស្រូវប្រាំងស្រូវភាសាហើយនឹងជួយរំដោះទឹកជំនន់បាន100%ជាស្ថាពរអញ្ចឹងសរុបសេចក្តីមកពាក់ព័ន្ធទៅនឹងក្នុងខេត្តបន្ទាយមានជ័យយើងខ្ញុំនេះដែលស្ថានភាពទឹកជំនន់ធំគឺប្រជាជនទាំងអស់នៅក្នុងខេត្តក៏ដូចជាអាជ្ញាធរដែនដីខេត្តនិងអាជ្ញាធរដែនដីឃុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងបំផុតទៅលើឯកឧត្តមរដ្ឋមន្ត្រីលឹមគៀនហោដែលជារដ្ឋមន្ត្រីក្រសួងរដ្ឋមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹកនិងអភិវឌ្ឍនិយមលោកតែងតែមកខេត្តបន្ទាយមានជ័យក្នុងគណៈពេលដែលមានទឹកជំនន់ដែលប្រជាជនកំពុងតែមានការលំបាកលិចលង់គឺឯកឧត្តមតែងតែយកគ្រឿងចាក់ធំគ្រឿងចាក់មកជួយកាយនិងស្ដារទំនប់និងកាយទំនប់កន្លែងច្រោះទឹកកន្លែងចាល់ទឹកគឺលោកតែងតែជួយជាច្រើនដងណាស់នៅក្នុងឆ្នាំ2011 12លោកមក13នេះលោកមកញឹកញាប់មែនតើដោយឃើញស្ថានភាពទាំងអស់នេះហើយដែលឯកឧត្តមរដ្ឋមន្ត្រីលោកបានមានវិធានការយ៉ាងខ្លាំងទៅលើខេត្តបន្ទាយមានជ័យនេះដូចជាគម្រោងជាងបាទតែឈរនេះគឺជាបលាយមួយដ៏ធំបំផុតដែលអាចដោះទឹកចំនួនបានរាប់សិបពាន់លានម៉ែត្រគីបនៅក្នុងរដូវវស្សាហើយយើងនឹងសង្ឃឹមថាឆ្នាំ2016 17ចុងតទៅទៀតនេះគឺយើងនឹងអាចសង្គ្រោះស្រូវជារាប់ពាន់ហិកតាដោយសារការលិចលង់ទាំងអស់នេះបានដល់ពេលវេលាបាទអាចចំនួនតទៀតបានទេជាចុងក្រោយនេះគឺក្នុងនាមមន្ត្រីដូចជាប្រជាពលរដ្ឋហើយក៏ដូចជាអាជ្ញាធរដែនដីនៅក្នុងខេត្តបន្ទាយមានជ័យនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្លាំងបំផុតចំពោះឯកឧត្តមរដ្ឋមន្ត្រីជារដ្ឋមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹកនិងអភិវឌ្ឍនិយមដែលបានជួយដល់គម្រោងទាំងអស់នេះនៅក្នុងខេត្តរបស់យើងខ្ញុំនេះបានគ្រប់ទីកន្លែងហើយជាពិសេសហើយនឹងធំអរគុណធំបំផុតគឺសូមអរគុណនិងគោរពបំផុតសម្ដេចតេជោដែលបានជួយដល់ខេត្តរបស់ខ្ញុំបាទនេះឲ្យមានប្រព័ន្ធប្រឡាយគ្រប់ទាំងអស់រហូតដល់គ្រប់ស្រុកទាំងអស់ធ្វើឲ្យប្រព័ន្ធទឹកទាំងអស់នឹងទទួលបានលទ្ធផលផ្លែផ្កាដូចជាស្រូវប្រាំងពីដើមបានត្រឹម700ហិកតាឥឡូវឡើងដល់រហូតដល់20000ស្រូវប្រាំងទាក់ទងទៅនឹងសារៈប្រយោជន៍និងផែនការយុទ្ធសាស្ត្របន្តនៅក្នុងការកាត់បន្ថយទឹកជំនន់និងភាពរាំងស្ងួតចេញពីខេត្តបន្ទាយមានជ័យលោកច័ន្ទស៊ីណាតអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹកនិងអូតូនិយមបានបង្ហាញឲ្យដឹងថាសារៈប្រយោជន៍ដ៏ធំធេងនៃប្រឡាយកុមារនេះគឺឯកឧត្តមរដ្ឋមន្ត្រីបានកសាងនៅផែនការជួយរំដោះទឹកហៅថាប្រឡាយដោះទឹកដែលយើងធ្វើជាជំហានទី1មានប្រវែង11គីឡូម៉ែត្រហើយយើងនឹងបន្តទៅជំហានទី2និងទី3ធ្វើឲ្យចប់ក្នុងប្រវែងសរុបទាំងអស់ប្រឡាយកុមារមាន2ខ្សែនឹងវាស្មើនឹង42គីឡូម៉ែត្រធ្លាក់រហូតដល់បឹងទន្លេសាបក្នុងបំណងជួយដោះទឹកចេញពីតំបន់អាងត្រពាំងថ្មក៏ដូចជាជួយដោះទឹកចេញពីតំបន់ដែលចាត់ទឹកចេញពីស្ទឹងស្រែងដែលធ្លាក់មកពីព្រះវិហារនិងឧត្តមមានជ័យដើម្បីសង្គ្រោះស្រែស្រូវនៅតំបន់ភាគខាងជើងនៃខេត្តបន្ទាយមានជ័យដើម្បីទប់ស្កាត់នៅការលិចលង់ក្នុងតំបន់ស្រុកភ្នំស្រុកស្រុកប្រណេតព្រះនិងស្រុកក្រឡាញ់ជាពិសេសប្រឡាយកុមារនេះអាចដោះទឹកក្នុងល្បឿនរបស់វា 3.5
ម៉ែត្រត្រីគុណក្នុងមួយវិនាទីដែលវាស្មើនឹងធាតុទឹកប្រហាក់ប្រហែលជា90ម៉ែត្រត្រីគុណក្នុងមួយវិនាទីគិតជាធាតុទឹកដោះច្រើនណាស់ហើយលឿនមែនទែនបន្លាយកុមារមានមាត់លើរបស់វាគិតតាំងពីទំនប់សងខាងនឹងវាចូលដល់75ម៉ែត្រទៅទឹងរបស់វាហើយបាតក្រោមវារង្វង់គិតជាមធ្យមទៅវាផាកផែជា8ម៉ែត្របាតក្រោមវាហើយជំរុញវាចាប់ពី3ម៉ែត្រទៅ5ម៉ែត្រក្នុងរង្វង់ផាកផែប៉ុណ្ណឹងហើយបន្លាយកុមារនេះពេលធ្វើចប់សពគ្រប់ក៏ជួយដល់ការស្រោចស្រពស្រោចបន្ថែមនិងប្រើជាអាងស្តុកទឹកទៀតផងក្នុងការស្រោចស្រពបំរើឲ្យផ្ទៃដី 15,000 ហិកតាទៀតដោយឡែកពីតំបន់ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្មដូច្នេះការឆ្វេងគិតរបស់អាយដាមរដ្ឋមន្ត្រីលឹមគៀនហៅរដ្ឋមន្ត្រីក្រសួងធនធានទឹកបានធ្វើយ៉ាងត្រឹមត្រូវនៅផែនការដោះទឹកចេញពីខេត្តបន្ទាយមានជ័យទាំងមូលបញ្ចូលទៅក្នុងបឹងទន្លេសាបបញ្ជានៅការលិចលង់លើខេត្តបន្ទាយមានជ័យហើយនឹងបង្កើននៅផលិតផលស្រែស្រូវនេះកាន់តែទទួលបានទិន្នផលច្រើនទៀតផងផែនការបលាយកុមារគឺជាផែនការមួយក្នុងចំណោមផែនការរបស់អាយដាមរដ្ឋមន្ត្រីលឹមគៀនហៅរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមលើបលាយអូខៃដនបលាយពោពីដើមបលាយចាធ្វើការសិក្សាបានចប់សពគ្រប់អស់ហើយនៅតំបន់បលាយដោះទឹកគេហៅថាបលាយព្រៃខ្ពស់រហាត់ទឹកនិងបលាយមេឃរបស់វាហើយបលាយចាបលាយពោពីដើមស្ទឹងសេរីសុភ័ណ្ឌទាំងមូលដែលមានប្រវែងសរុបបូកនឹងស្ទឹងសេរីសុភ័ណ្ឌទៀតធ្លាក់ចូលទៅក្នុងបឹងទន្លេសាបនេះគេថាមានទាំងអស់ចំនួន210គីឡូម៉ែត្រអាយដាមរដ្ឋមន្ត្រីបានដាក់ស្នើជូនណែគម្រោងដ៏ធំនេះទៅប្រមុខរាជរដ្ឋាភិបាលសម្ដេចណែអគ្គតេជោសែនរួចហើយក៏ទទួលបានការសម្រេចអនុញ្ញាតឲ្យក្រសួងធនធានទឹកជាអ្នកអនុវត្តនៅពេលដែលយើងធ្វើបានគ្រប់រួចហើយតាមផែនការនៅពេលនោះអាយដាមរដ្ឋមន្ត្រីក្រសួងធនធានទឹកអាយដាមលឹមគៀនហៅរូបខ្ញុំបានក៏ដូចជាសហការីក៏ដូចជាសហការីដទៃទៀតលេងលំបាកមកដេកតាមទំនប់ដើម្បីណែដោះស្រាយបញ្ហាលិចលង់ដើម្បីដោះស្រាយបញ្ហារាំងស្ងួតដើម្បីណែជីករូងដៀកដើម្បីដឹកដីចាក់ក្នុងករុងសុំអន្តរាគមពីកងទ័ពដើម្បីមកដេកយាមទំនប់គឺថាយើងរួចផុតពីការងារលំបាកអស់ហ្នឹងជាចុងបញ្ចប់នេះថ្លែងអំណរគុណជាអនេកបការដល់សម្ដេចអគ្គតេជោសែនដែលលោកតែងតែណែសម្រេចទៅតាមសំណើអាយដាមលឹមគៀនហៅក្នុងការដោះស្រាយទឹកគ្រប់គ្រងទឹកដើម្បីដោះស្រាយជូនបងប្អូនប្រជាកសិករទូទាំងប្រជាណាចក្រកម្ពុជាយើងដែលមាន 85% ជាកសិករបានទាន់ពេលវេលាផ្ទៃដីស្រោចស្រពកើនឡើងខ្ពស់ណាស់លើផ្ទៃដីស្រោចស្រពបានទូទាំងប្រទេសនេះណែជាង1លានហិកតាដែលស្មើនឹងជាង 50% នៃផ្ទៃដីដាំស្រូវសរុបទៅហើយដោយសារតែការខំប្រឹងប្រែងអនុវត្តទៅតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែនពីសំណាក់អាយដាមលឹមគៀនហៅរដ្ឋមន្ត្រីក្រសួងធនធានទឹកប្រឹងណាស់ជាមួយនឹងសហការីរបស់លោកក្នុងឆ្នាំ2016ខាងមុខនេះគម្រោងស្ដារបលាយកុមារនឹងបន្តជំហានទី2បន្ថែមទៀតលោកស្រីហ៊ុយកំធុនមេឃុំទឹកជោស្រុកព្រះនេត្រព្រះក៏បានបង្ហាញឲ្យដឹងផងដែរថាខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងធនធានទឹកដែលបានធ្វើបលាយនេះដល់ឃុំទឹកជោនៃខ្ញុំការដើមឡើយឃុំទឹកជោនៃខ្ញុំមានជួបការលំបាកជាច្រើននៅពេលដែលមានទឹកជំនន់មកគឺអត់មានបានតបទឹកបានទេច្រើនតែចូលលិចលង់នៅក្នុងភូមិហើយវិបាកក្នុងការធ្វើដំណើរប្រជាពលរដ្ឋដូចទៅរស់ស៊ីអីក៏មិនបានសុខស្រួលដែរ
ប៉ុន្តែដល់ពេលមានបន្លាយនេះមកអាចបញ្ជាទឹកពីក្នុងភូមិអាចចូលមកក្នុងបន្លាយមិនអោយលិចភូមិសំខាន់មួយទៀតគឺបានទឹកបន្លាយនឹងឯងសម្រាប់ស្រោចស្រកស្រែនៅក្នុងបរិវេណឃុំទាំងមូលចាដើម្បីបើសិនជាមានទឹកច្រើនក៏អាចនឹងបង្កបង្កើនផលនៅរដូវប្រាំងទៀតបានចាហើយចំពោះគម្រោងដែលធ្វើបន្ថែមនៅឆ្នាំក្រោយទៀតគឺឆ្នាំ2016នេះនាងខ្ញុំសូមឲ្យមានគម្រោងស្ទាក់ទឹក3គីឡូម៉ែត្រក្នុងនោះមានគម្រោងស្ទាក់ទឹកមួយដើម្បីបម្រើផលប្រយោជន៍ជូនកាត់ក្នុងការធ្វើដំណើរឆ្លងកាត់នៅរដូវប្រាំងហើយរដូវវស្សាក៏អាចស្តុបទឹកបានក្នុងការបង្កើនផលដើម្បីកុំឲ្យវាទឹកទៅក្រោមទៅទន្លេសាបអស់ចាបើពុំមានទឹកទំនប់ស្ទាក់ទឹកទេប្រជាពលរដ្ឋនឹងជួបនៅគ្រោះស្កកស្រូវដែលថាទឹកហូរទៅអស់ទៅគាត់ស្រូវគាត់ធ្វើបានហើយមានដើមម្ដងល្អដូចឆ្នាំនេះគាត់អាចស្កកមិនបានផលស្រែនោះមានទិន្នផលខ្ពស់ទេហើយដំណើរឆ្លងកាត់របស់គាត់ក៏យ៉ាប់ទៀតដែរចាมันអាចឆ្លងកាត់ឬអីបន្លាយជ្រៅទៅគាត់មិនអាចប្រើគោយន្តឬក៏រទេះគោអីឆ្លងបានគាត់ត្រូវប្រើពេលវេលាវាំងមកថ្នោតជាតិនៅរួចបានត្រឡប់ទៅចូលស្រែគាត់ចាព្រោះស្រែគាត់មានខាងនេះមានខាងនោះបន្លាយចាក្នុងនាមខ្ញុំជាមេឃុំតំណាងឲ្យប្រជាពលរដ្ឋទាំង18ភូមិដែលមានជួបការលំបាកជាយូរមកហើយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោដែលបានយកចាត់ទុកដាក់ក្នុងការស្ដារបន្លាយសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ដើម្បីបង្កបង្កើនផលទាំងប្រាំងទាំងវស្សានេះគឺជាការយកចាត់ទុកដាក់របស់សម្ដេចតេជោដែលតែងតែនឹកដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋហើយក៏រួមចំណែកកាត់បន្ថយនូវភាពក្រីក្រនៅក្នុងមូលដ្ឋានឃុំនាងខ្ញុំទាំងមូលក៏ដូចជាទូទាំងប្រទេសគូបញ្ជាក់ឲ្យដឹងផងដែរថាបញ្ហានៃការកាត់បន្ថយចំនួនទឹកភ្លៀងនិងភាពរាំងស្ងួតនៅក្នុងខេត្តទាំងពីរគឺខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យក្រសួងធនធានទឹកនិងអូតូនិយមសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមន្ទីរពាក់ព័ន្ធដែលតាក់ទងនឹងការសាងសង់សំណង់ផ្សេងៗពិសេសផ្លូវលំនៅតាមបណ្ដាភូមិឃុំត្រូវគិតគូរដល់ការបើកមុខទឹកឲ្យបានធំបើមិនដូច្នេះទេនោះបញ្ហានៃការដោះទឹកចេញពីភូមិឃុំស្រុកក្រុងខេត្តនឹងនៅតែជាបញ្ហាប្រឈមលេចលង់ជារៀងរាល់ឆ្នាំដោយមិនអាចដោះស្រាយបានឡើយ។